ដូចជាទៀតហ្នឹងគឺទាក់ទងជាមួយនឹងបន្ទុករបស់កូនឬក៏ប្តីប្រពន្ធដែលនៅក្នុងបន្ទុកនៅក្នុងគ្រួសាររបស់យើងទាក់ទងជាមួយនឹងកូននឹងផងដែរអឺកូនហ្នឹងគឺគេថាគិតកំណត់ធំអាយុ14ឆ្នាំចុះក្រោមទៅតែបើសិនជាកូនហ្នឹងនៅក្នុងបន្ទុកឡើយទេនៅពេលដែលគាត់រៀនដល់សាកលវិទ្យាល័យគឺមានថាគេគិតធំអាយុ25ឆ្នាំអញ្ចឹងត្រឹមលើសពី25ឆ្នាំទៅគាត់នឹងលែងជាបន្ទុកព្រោះគាត់ទៅរកការងារធ្វើគាត់មានចំណូលដោយខ្លួនឯងហើយនៅក្នុងបន្ទុកត្រង់ហ្នឹងគឺមានថាបុគ្គលទាំងអស់ហ្នឹងគឺគាត់អត់មានអាចរកចំណូលដោយខ្លួនឯងបានទេគឺគាត់នៅក្នុងបន្ទុករបស់មេគ្រួសារមួយហ្នឹងអញ្ចឹងគឺគាត់ត្រូវតែអឺរដ្ឋគឺគេបានអនុញ្ញាតនិងលើកទឹកចិត្តឲ្យដកក្នុងម្នាក់ហ្នឹង5ទៅ10ម៉ឺនអាហ្នឹងសម្រាប់កូនបើសិនគាត់មានកូន4នាក់គឺគុណនឹង4នាក់អញ្ចឹងទៅ5 10ម៉ឺនគុណនឹង4ទៅប៉ុន្តែសម្រាប់តាក់ទងជាមួយនឹងសហព័ន្ធដែលយើងសំដៅទៅលើប្តីឬក៏ប្រពន្ធហ្នឹងពេលខ្លះអាចថាប្តីក៏គាត់ជាអ្នកដែលនៅក្នុងបន្ទុកគ្រួសារដែរដោយសារប្រពន្ធគាត់មានប្រាក់ខែអីអញ្ចឹងទៅអញ្ចឹងប្តីគាត់អាចនៅផ្ទះឬក៏អាចមើលថែនៅក្នុងគ្រួសារក៏គេអាចគិតនៅក្នុងចំណុចមួយហ្នឹងដែរអញ្ចឹងបើសិនជាម្ខាងណាគាត់នៅផ្ទះពិតប្រាកដមែនហើយមានឯកសារយកមកបញ្ជាក់គឺយើងនឹងអាចដកបាន5 10ម៉ឺនមកតង់ទៀតអញ្ចឹងយើងអាចទទួលបានផលប្រយោជន៍ទៅលើចំណុចមួយហ្នឹងដែរ